At the starting of the week, at Summit Talks, you'll hear them speak. It's only Monday. ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Slide Wise ដូចបានឃើញនៅក្បាលវីដេអូហើយហ្នឹងយើងធ្វើវីដេអូអំពីសុបខាតោះដំបូងយើងចូលមក change format background សិននេះ format background ទាំងអស់គ្នា select gradient fill angle zone កន្លែង gradient stop នេះទាំងអស់គ្នាអាចបដូរពណ៌ខុសពីខ្ញុំបានណាអ្នកគ្នាស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅហើយសេរីអា color ហ្នឹងតិចទៅដើម្បីឲ្យវាស៊ីគ្នាបន្ទាប់មកចូលទៅ insert ហើយយក circle shape នេះមកសេរីវាឲ្យស្មើមួយ slide របស់យើងមកពេលសេរីស្មើហើយទាំងអស់គ្នា right click លើរង្វង់ហ្នឹងយក format shape ហើយ select slide background fill click លើ line មកហើយមើលកន្លែង width នេះយើងយកវា5ហើយ color គឺពណ៌ខ្មៅបន្ទាប់មកយើងចូលទៅដាក់ shadow វាកន្លែង size នេះយើងយកវា 102% បន្ទាប់មកយើងមកដូរ color shadow ហ្នឹងមកហើយសេរីអារង្វង់ហ្នឹងឲ្យស្មើមួយ slide មកបន្ទាប់មកទាំងអស់គ្នាចូល insert យក align shape នេះអាបន្ទាត់ថងនេះយកមកដាក់មកហើយ width នេះយើងយក3ដើម្បីឲ្យ line យើងវាមើលទៅឃើញធំបន្តិចហើយ color យើងយកពណ៌ខ្មៅបន្ទាប់មកទាំងអស់គ្នា insert line មួយទៀតមកដាក់វាជារូបរាងសញ្ញាបូកមករួចហើយវាចេញរូបរាងបែបនេះបន្ទាប់មកទាំងអស់គ្នាចូលទៅ insert line មួយទៀតទាញវាមកឲ្យត្រង់មក width យើងយក3ហើយ color យើងដាក់វាពណ៌ខ្មៅដូចគ្នារួចហើយយើងចូលមក insert text សម្រាប់ឡានទាំងអស់គ្នាស្រឡាញ់ឡានអីដាក់ឡានហ្នឹងទៅដាក់តាមខ្ញុំក៏បានបន្ទាប់មកយើងតម្លើង size វាត្រឹម28មកហើយយើងបដូរ style font របស់យើងឲ្យមើលទៅយ៉ាងស្អាតរៀងឲ្យវាប្លែកភ្នែកតិចទៅឥឡូវយើងមក insert text មួយទៀតសម្រាប់ឡានទី2ខ្ញុំយក GTR ដោយសារខ្ញុំគិតថាឡាន GTR លយ size យើងយក28ហើយ font យើងយកដូចtext លើដែរមកបន្ទាប់មកយើងប្រវែ text ហ្នឹងឲ្យចំ line ទាំងអស់គ្នា add text នឹងបន្តទៀតឲ្យគ្រប់4មកហើយដាក់វាតាម line មកចំពោះ size ហើយ font យើងដាក់ដូចគ្នាទាំងអស់មកយើងដាក់ដូច text មុនដែររួចហើយទាំងអស់គ្នាចុច shift យក mouse click ឲ្យចំ text ទាំង4របស់យើងហ្នឹងបន្ទាប់មក click លើ line សញ្ញាបូកហ្នឹង click លើរង្វង់រួចហើយ right click យកគ្រប់ឥឡូវយើងចាប់ផ្ដើមមក insert រូបចូលចំពោះរូបភាពទាំងអស់ហ្នឹងទាំងអស់គ្នាអាចទៅ search នៅតាម website ក៏មាននៅលើ Pinterest ក៏បានដែរពេលដែល save ហើយទាំងអស់គ្នាត្រូវយកវាទៅ remove background ដាក់រូបភាពដាក់ logo ហើយយើងមក insert text ចូលចំពោះ text ហ្នឹងយើងមាន title 3ទី1ឈ្មោះទី2ល្បឿនចុងក្រោយគេគឺល្បឿនសេះហើយសម្រាប់ title ទាំងអស់ហ្នឹងយើងយកវាពណ៌ gold ពណ៌មាសហើយ text ក្រោមយកពណ៌ខ្មៅធម្មតា speed ហើយចុងក្រោយគេ horsepower គឺល្បឿនសេះទាំងអស់គ្នាអាចទៅ search ព័ត៌មានទាំងអស់ហ្នឹងនៅលើ website បានដោយសារនេះខ្ញុំ note វាទុកហើយស្រាប់អូខេរួចរាល់ឥឡូវយើងចាប់ផ្ដើមមក insert ឡានបន្ថែមទៀតដាក់វានៅទីតាំងដូចខ្ញុំអញ្ចឹងមកឡានចុងក្រោយគេគឺ Porsche GT3 ខ្ញុំបញ្ជាក់ម្ដងទៀតមិនថាឡានឬក៏ logo ទេអ្នកទាំងអស់គ្នា save មកត្រូវយកវាទៅ remove background សិនអូខេរួចរាល់ទាំងអស់គ្នាក៏លេចមកខាងឆ្វេង
ឃើញ slide ហ្នឹងទាំងអស់គ្នា select លើ slide ហ្នឹងចុច Control D ទាំងអស់គ្នាទាញ Lambo ចេញ delete logo បន្ទាប់មកដាក់ GTR ចូលពេល select logo ហើយទាំងអស់គ្នាមកបង្វិលរង្វង់ឲ្យចំអក្សរ GTR អូខេយើងបង្វិលវាបានហើយរួចហើយទាំងអស់គ្នាចូល transition យក morph បន្ទាប់មកយើងមកកែឈ្មោះ speed ហើយ horsepower វាឲ្យធ្វើ1ឡានណាអូខេឥឡូវយើងមកសាក review វាមើលសិនណារួចហើយទាំងអស់គ្នា select លើ slide ទី2 Control D ទាញ GTR ចេញដាក់ Bugatti ចូលម្ដងហើយ insert logo បង្វិលរង្វង់ឲ្យចំអក្សរ Bugatti មកបដូរឈ្មោះ speed ហើយនឹង horsepower ហើយមក review វាមើលម្ដងទៀតអូខេឥឡូវ Control D មកដើម្បីបង្កើត slide ចុងក្រោយទាំងអស់គ្នាទាញ Bugatti ឡើងមកលើមក right click លើ point បន្ទាប់មកយក send to back ទាញចូលមកបន្ទាប់មក review មើលសិនអូខេទាំងអស់គ្នាចូលទៅ slide ទី3បន្ទាប់មក right click លើ point យក send to back ហើយបបែររង្វង់ឲ្យចំឈ្មោះឡានហ្នឹងមកយើងដាក់ logo វាហើយបន្ទាប់មកដូរឈ្មោះ speed ហើយនឹង horsepower finally slide របស់យើងគឺត្រូវបានបញ្ចប់អរគុណទាំងអស់គ្នា At the starting of the week, at Summit Talk Show.